Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះមេតាថ្ងៃនេះខ្ញុំមាន reflection មួយដែលខ្ញុំបានថ្មីមិញហ្នឹងគឺខ្ញុំទៅតែថតវីដេអូគឺថាគឺខ្ញុំចំណាយពេលយូរខ្លាំងមែនតើក្នុងការ take នៅវីដេអូមួយហ្នឹងគឺខ្ញុំចំណាយពេលច្រើនណាស់គឺខ្ញុំចំណាយពេលក្នុងការទៅ research ពីអាហ្នឹងចេះទៅប្រធានបទរបស់ខ្ញុំគឺធ្វើតាក់ទងជាមួយនឹងអ្នកនិពន្ធអញ្ចឹងអ្នកនិពន្ធសភៅlike យើងធ្វើ review ពីសភៅអីមួយចឹងគឺយើងត្រូវដឹងពីអ្នកនិពន្ធពីប្រវត្តិរបស់គាត់ខ្ញុំចំណាយពេលលើនឹងយូរមែនទែនហើយខ្ញុំចំណាយពេល voice over ទៅលើនឹងបន្ថែមគឺថាខ្ញុំចំណាយពេលយូរគូសំដែរអ្នកទាំងអស់គ្នាចំពោះ reflection អីដែលខ្ញុំបានរៀនគឺថាខ្ញុំអត់ចេះរៀបចំអានឹងទុកមុនទេអញ្ចឹងម្ដងថ្ងៃគឺខ្ញុំធ្វើ pop ចឹងហ្មងដូចសំបីត voice over ក៏ខ្ញុំអត់មានមើលមុនដែរគឺថាខ្ញុំ voice over ទៅហ្មងទៅបដានឹងហ្មងពេលចឹងវាចំណាយពេលយូរមែនតើនៅពេលដែលយើងធ្វើ voice over ចំណាយពេលអញ្ចឹងគឺថាយូរខ្លាំងខាតខ្លាំងណាស់អញ្ចឹងអ្នកទាំងអស់គ្នាកុំធ្វើបែបហ្នឹងអាហ្នឹងអីជា reflection ដែលខ្ញុំបានរៀនណាហើយនិយាយទៅខ្ញុំមានពេលតែមួយព្រឹកហ្នឹងទេក្នុងការធ្វើអាហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំចំណាយពេលអស់មួយព្រឹកហើយក្នុងការថតវីដេអូតែបន្តិចហ្នឹងអ្វីដែលជា result ជាវីដេអូដែលខ្ញុំទទួលបាននោះគឺថាតែ2នាទីឬក៏3នាទីទេក៏ប៉ុន្តែខ្ញុំថតអស់រយៈពេលឡើងយូរនេះដោយសារតែខ្ញុំហ្នឹងគឺអត់ត្រៀមអ្វីទុកមុនអញ្ចឹងI think លើកក្រោយគឺខ្ញុំអត់ធ្វើចឹងទៀតទេខ្ញុំនឹងដាក់ limit ក្នុងការធ្វើអាហ្នឹងតែប្រហែលម៉ោងឯងដែលខ្ញុំត្រូវតែធ្វើអាហ្នឹងឲ្យហើយអញ្ចឹងយើងត្រូវតែត្រៀមឯកសារអញ្ចឹងអ្នកទាំងអស់គ្នាដែលមានបទពិសោធន៍ចឹងអត់គឺថាយើងចំណាយពេលយូរមែនតើក្នុងការធ្វើអាហ្នឹងតែវាតែបន្តិចគេបើថាយើងធ្វើបាន2 3វីដេអូអីអត់ថាណាតែមួយវីដេអូទេអ្នកទាំងអស់គ្នា yes អញ្ចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់ថានេះគឺជា reflection ដែលខ្ញុំចំណាយពេលយូរមែនតើក្នុងការធ្វើអាហ្នឹងនឹងអាចថាមកពីខ្ញុំអត់ទាន់មានបទពិសោធន៍ក្នុងការធ្វើអាហ្នឹងច្រើនក៏មិនក៏ខ្ញុំអត់ដឹងដែរអញ្ចឹង let's learn together yes bye ខ្ញុំមានតែប៉ុណ្្នឹងឯង